រឿងស្នេហ៍តែប៉ុណ្ណឹងធ្លាប់ដឹងពីមុនដែរប៉ុន្តែនៅចាញ់ទឹកភ្នែកស្រីខំធ្វើល្អប៉ុណ្ណានាងនៅតែភាំងក្តីបេះដូងស្រីមានមនុស្សប្រុសពីរនាក់បើដឹងថានាងមិនស្មោកក៏មិនសាកល្បងស្នេហ៍តែមៀងមេធ្វើដូចស្រឡាញ់ណាស់ពេលនេះដោះស្រាយបែបណាបើបេះដូងនាងបដូរផ្លាឈឺចាប់នឹងឈឺគ្មានអ្វីស្មើធ្វើជាមនុស្សបែបណាទើបមានសង្សារស្មោកមិនរងគ្រោះរបួសនឹងរឿងស្នេហ៍មានខ្ញុំម្នាក់មិនក្រនាងទៅលួចថែមគេខ្ញុំខំថែនាងស្មើនេត្រាខ្ញុំស្រឡាញ់នាងតែនាងមានបេះដូងពីរដូចពេលនេះនាងលេងល្បែងស្នេហាប្រាប់សង្សារថាគ្មានគេប្រាប់គេគ្មានសង្សារឲ្យគ្រប់គ្នាឈ្គត់ព្រោះចិត្តស្រឡាញ់រឿងស្នេហ៍តែប៉ុណ្ណឹងធ្លាប់ដឹងពីមុនដែរប៉ុន្តែនៅចាញ់ទឹកភ្នែកស្រីខំធ្វើល្អប៉ុណ្ណានាងនៅតែភាំងក្តីបេះដូងស្រីមានមនុស្សប្រុសពីរនាក់បើដឹងថានាងមិនស្មោកក៏មិនសាកល្បងស្នេហ៍តែមៀងមេធ្វើដូចស្រឡាញ់ណាស់ពេលនេះដោះស្រាយបែបណាបើបេះដូងនាងបដូរផ្លាឈឺចាប់នឹងឈឺគ្មានអ្វីស្មើជាមនុស្សបែបណាទើបមានសង្សារស្មោកមិនរងគ្រោះរបួសនឹងរឿងស្នេហ៍មានខ្ញុំម្នាក់មិនក្រនាងទៅលួចថែមគេខ្ញុំខំថែនាងស្មើនេត្រាខ្ញុំស្រឡាញ់នាងតែនាងមានបេះដូងពីរដូចពេលនេះនាងលេងល្បែងស្នេហាប្រាប់សង្សារថាគ្មានគេប្រាប់គេគ្មានសង្សារឲ្យគ្រប់គ្នាឈ្គត់ព្រោះចិត្តស្រឡាញ់រឿងស្នេហ៍តែប៉ុណ្ណឹងធ្លាប់ដឹងពីមុនដែរប៉ុន្តែនៅចាញ់ទឹកភ្នែកស្រីខំធ្វើល្អប៉ុណ្ណានាងនៅតែភាំងក្តីបេះដូងស្រីមានមនុស្សប្រុសពីរនាក់បើដឹងថានាងមិនស្មោកក៏មិនសាកល្បងស្នេហ៍តែមៀងមេធ្វើដូចស្រឡាញ់ណាស់ពេលនេះដោះស្រាយបែបណាបើបេះដូងនាងបដូរផ្លាឈឺចាប់នឹងឈឺគ្មានអ្វីស្មើរឿងស្នេហ៍តែប៉ុណ្ណឹងធ្លាប់ដឹងពីមុនដែរប៉ុន្តែនៅចាញ់ទឹកភ្នែកស្រីខំធ្វើល្អប៉ុណ្ណានាងនៅតែភាំងក្តីបេះដូងស្រីមានមនុស្សប្រុសពីរនាក់បើដឹងថានាងមិនស្មោកក៏មិនសាកល្បងស្នេហ៍តែមៀងមេធ្វើដូចស្រឡាញ់ណាស់ពេលនេះដោះស្រាយបែបណាបើបេះដូងនាងបដូរផ្លាឈឺចាប់នឹងឈឺគ្មានអ្វីស្មើពេលនេះដោះស្រាយបែបណាបើបេះដូងនាងបដូរផ្លាឈឺចាប់នឹងឈឺគ្មានអ្វីស្មើ